ជំរាបសួរជាមួយគណិតវិទ្យាថ្នាក់ទី5ចំណុចទី2ការចែកលេខដែលមានសំណល់អ្នកគ្រូរំលឹកនិយមន័យឲ្យម្ដងទៀតហើយចំពោះការចែកលេខហ្នឹងអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែចេះមេលេខគុណឲ្យស្ទាត់ល្អទើបអាចចែកបានចូលលំហាត់គំរូ2116ចែកនឹង258យើងដាក់វាទៅតាមកន្លែងទៅតំណាងចែកតួចែកអញ្ចឹងយើងមើលតួចែកយើងមាន3ខ្ទង់យើងទៅមើលតំណាងចែក3ខ្ទង់សិនដែរអញ្ចឹង3ខ្ទង់បាត់តំណាងចែកហ្នឹងគឺតូចជាងតួចែកបើតូចជាងអញ្ចឹងយើងត្រូវយក4ខ្ទង់អញ្ចឹងដូចគ្នាយើងចាប់ផ្ដើមចែកដូចលំហាត់មុនដែរយើងមើលលេខខាងមុខហ្នឹងទៅអញ្ចឹងយើងដាក់បានលេខ8គុណនឹង255បាន2064 2116ដក2064សល់52ចែកនឹង258អត់កើតទេព្រោះ52តូចជាងអញ្ចឹងយើងថែម0ឲ្យតំណាងចែកត្រូវថែមចំណុចទស្សភាគឲ្យផលចែកបាន8ចុចអញ្ចឹងតំណាងចែកយើងឡើងទៅជា520ចែកឲ្យតួចែក258យើងមើលលេខខាងមុខដដែលដាក់បាន2គុណ258បាន516 520ដក516សល់4អញ្ចឹងសំណល់យើងគឺសល់ជាលេខ4កាលណាខុសពី0ជាលេខ1 2 3 4 5ដល់10ហ្នឹងគឺគេហៅថាលេខចែកមិនដាច់ឬក៏លេខមានសំណល់កាលណាសំណល់ចែកមិនដាច់ឬក៏សល់សំណល់ហ្នឹងគឺផលចែកហ្នឹងជាទូទៅគឺជាលេខទស្សភាគអីអញ្ចឹង8.2ហ្នឹងគេហៅទស្សភាគបន្ទាប់ពីបងប្អូនមើលការបញ្យល់របស់អ្នកគ្រូហើយសូមបងប្អូនហាត់ធ្វើម្ដងទៀតណាហើយកុំមើលបន្ទាប់ពីធ្វើហើយចាំបងប្អូនយកមកផ្ទៀងជាមួយរបស់អ្នកគ្រូថាត្រូវឬខុសបើខុសធ្វើម្ដងទៀតឲ្យត្រូវបើត្រូវហើយចាំចូលលំហាត់នេះអរគុណច្រើនសម្រាប់ការរៀនតាមវីដេអូរបស់អ្នកគ្រូជួបគ្នាវីដេអូបន្ទាប់ជម្រាបលា